ta ហេតុអ្វីបានជាប្រាក់ឈ្នួលយោងប្រចាំថ្ងៃដែលយើងយកមកធ្វើការកណនារកប្រាក់ប្រចាំថ្ងៃត្រូវចែកនឹង26បាទអញ្ចឹងមុននឹងឈានទៅដល់តើយើងរកលេខ26នោះបានមកពីណាទី1គឺអ្នកទាំងអស់គ្នាត្រូវស្គាល់លក្ខណៈជាសកលជាមុនសិនទី1គឺក្នុងមួយឆ្នាំគឺយើងមាន365ថ្ងៃហើយក្នុងមួយឆ្នាំផងដែរគឺមាន52សប្តាហ៍ចំណែកក្នុងមួយឆ្នាំគឺយើងមានចំនួន12ខែហើយនៅក្នុងមួយសប្តាហ៍គឺយើងធ្វើការ6ថ្ងៃចឹងនៅក្នុងការគណនាដើម្បីឲ្យឃើញលេខ26នេះដែរទី1គឺអ្នកទាំងអស់គ្នាអាចយក52សប្តាហ៍យកមកចែកជាមួយនឹង12ខែរួចគុណជាមួយនឹងចំនួនថ្ងៃធ្វើការគឺ6ថ្ងៃក្នុងមួយសប្តាហ៍នេះបាទអញ្ចឹងនៅក្នុង Excel គឺយើងបើក Excel មួយមកដើម្បីធ្វើការគណនារូបមន្តទាំងអស់នេះចឹងទី1គឺអ្នកទាំងអស់គ្នាប្រើសញ្ញាស្មើហើយយក52យើងអាចវាបញ្ចូលលេខក៏បានតែដោយសារតែខ្ញុំមានលេខនេះហើយស្រាប់គឺខ្ញុំប្រើប្រាស់នៅក្នុងនេះតែម្ដងចឹងយើងយក52ចែកជាមួយនឹង12ខែរួចគុណជាមួយនឹង6ដែលជាចំនួន6ថ្ងៃក្នុងមួយសប្តាហ៍មានថាចំនួន6ថ្ងៃដែលយើងធ្វើការក្នុងមួយសប្តាហ៍ចឹងដល់ពេលដែលយើង enter មកគឺយើងនឹងទទួលបានលទ្ធផលគឺលេខ26តែម្ដងបាទចឹងនេះគឺជារបៀបក្នុងការស្វែងរកតើហេតុអីបានជាយើងចាំបាច់ត្រូវចែកជាមួយនឹង26បាទនេះគឺជាលក្ខណៈមូលដ្ឋានទេហើយចំពោះពេលខ្លះក៏វាមានការប្រែប្រួលទៅតាមជាក់ស្ដែងដែរអូខេចឹងចំពោះវីដេអូនេះគឺខ្ញុំមានខ្លីទេដែលចង់បញ្ជាក់ពីមូលហេតុដែលឲ្យយើងដឹងថាតើហេតុអីបានជាប្រាក់ឈ្នួលយោងប្រចាំថ្ងៃរបស់យើងត្រូវចែកនឹង26បាទអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានប៉ុណ្ណេះទេអរគុណចំពោះការតាមដានទស្សនាពីដើមរហូតដល់ចប់នេះជួបគ្នានៅវីដេអូក្រោយទៀត